ឯកឧត្តមច័យបូរិនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំនិងជាប្រធានគណៈកម្មការច្បាប់គណៈបកខេត្តបានអញ្ជើញជាអធិបតីវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីច្បាប់បទបញ្ជានិងនីតិវិធីនានាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ឆ្នាំ2022នៅមន្ទីរគណៈបកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2022ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមកែរិទ្ធអគ្គនាយករងនិងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងដែលមានការចូលរួមពីមន្ត្រីគណៈបកលោកស្រីគ្រូបង្គោលសម្រាប់បណ្ដុះបណ្ដាលបន្តនិងគ្រូឧទ្ទេសច្បាប់ខេត្តស្រុកឃុំសង្កាត់ដែលអញ្ជើញមកពីស្រុកចំនួន3ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំរួមមានស្រុកដំបែស្រុកអូររាំងឪនិងស្រុកពញាក្រែកសរុបចំនួន151រូបឯកឧត្តមកែរិទ្ធបានឡើងធ្វើបទឧទ្ទិសនាមពីបទបញ្ជានិងនីតិវិធីនានាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់វគ្គបណ្ដុះបណ្ដាលនេះបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុសផុលនិងរៀបចំត្រួតពិនិត្យលើការពង្រឹងនិងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីច្បាប់ក្នុងមូលដ្ឋាននិងការងារត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5នៅថ្ងៃទី5ខែមិថុនាឆ្នាំ2022ខាងមុខនេះតកតងនឹងការងារបោះឆ្នោតនេះដែរឯកឧត្តមច័យបូរិនបានចែករំលែកបទពិសោធន៍ចំណេះដឹងដោយពន្យល់និងធ្វើបទបង្ហាញពីច្បាប់បទបញ្ជានីតិវិធីនានាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ឆ្នាំ2022ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានកំណត់អាដាមក៏បានសំណូមពរដល់ក្រុមអ្នកច្បាប់គ្រប់ផ្នែកត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យតាមដានឲ្យបានច្បាស់លាស់ចំពោះសមាជិកាទាំងអស់និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬមានហើយតែអស់សុពលភាពមិនទាន់ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីមិនទាន់បានកែតម្រូវបាត់ឬខូចត្រូវរៀបចំឯកសារបែបបទស្នើសុំទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតក្នុងរយៈពេល30ថ្ងៃគឺចាប់ពីថ្ងៃទី3ខែឧសភាដល់ថ្ងៃទី3ខែមិថុនាឆ្នាំ2022ដើម្បីទទួលយកឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានទៅបោះឆ្នោតគ្រប់គ្នាព្រោះថាសមាជិកម្នាក់គឺជាសម្លេងគាំទ្រគណៈបកមួយសន្លឹកឯកឧត្តមប្រធានគណៈកម្មការច្បាប់បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានមកបណ្ដុះបណ្ដាលត្រូវយកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះទៅផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលបន្តនៅតាមមូលដ្ឋានរបស់ខ្លួននិងភ្នាក់ងារគណៈបកឲ្យគោរពតាមបទបញ្ជានិងនីតិវិធីច្បាប់របស់កោជបនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី5ខែមិថុនាឆ្នាំ2022នាពេលខាងមុខនេះ